បដូរបរិយាកាសមកជីទុកបែបឈៀលមើលថ្ងៃលិចនៅលើដងព្រែកទឹកឈូដោយចំណាយក្នុងម្នាក់អស់ត្រឹមតែ 10000 រៀលលុយខ្មែរហើយបរិយាកាសដែលយើងទទួលបានពីការចំណាយលុយអស់ត្រឹមតែ 10000 រៀលហ្នឹងណាគឺថាអត់ខកចិត្តទេបានមើលទាំងទេសភាពនៅតាមដងព្រែកជាពិសេសហ្នឹងគឺថាថ្ងៃលិចពណ៌គឺថាស្អាតមែនទែនជាពិសេសបើមានអារម្មណ៍តានតឹង stress ល្មមពីការងារអីហ្នឹងណាគឺថាមកជីទុកលំហែកាយគឺថាទុកកង្វល់ទាំងប្រមាណហ្នឹងគឺថាបាត់រំសាយអស់តែម្ដង សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាទៅសារលបងជីទុកមើលថ្ងៃលិចម្ដងមុនពេលដែលខ្ញុំទៅជីទុកនេះគឺថាខ្ញុំបានកក់សបុតរួចហើយទីតាំងដែលខ្ញុំបានទៅកក់សបុតហ្នឹងគឺនៅមណ្ឌលព័ត៌មានទេសចរនៅជាប់គោលស្ពានចាស់នឹងឯងមែនតើទៅការជីទុកហ្នឹងអ្នកទាំងអស់គ្នាចង់បង់លុយផ្ទាល់នៅកន្លែងដែលជីទុកផ្ទាល់ហ្មងក៏បានដែរឬមួយក៏អ្នកគ្នាកក់សបុតនៅកន្លែងដែលខ្ញុំកក់ហ្នឹងក៏បានដែរតើពេលខ្ញុំបានកក់សបុតហើយក៏យើងបានទៅកន្លែងផែទូអ្នកទាំងអស់គ្នាផែទូហ្នឹងក៏អត់ឆ្ងាយពីកន្លែងមណ្ឌលព័ត៌មានទេសចរហ្នឹងដែរ ជីមិនដល់5នាទីទេតាមផ្លែតែ2នាទី3នាទីនឹងគឺដល់ហើយហើយបើនិយាយពីអាកាសធាតុថ្ងៃហ្នឹងវិញគឺថាល្អនោះល្អឡើងស្រឡះខេងហើយដើរតែ sunset នឹងតែស្អាតហ្មងដូចអ្នកគ្នាបានឃើញអញ្ចឹងណាកប់សេរីចំណាយទូកដែលខ្ញុំបានកក់ជីទៅសម្រាប់មើលថ្ងៃលិចហ្នឹងគឺទូកហ្នឹងឈ្មោះណាកែអ្នកទាំងអស់គ្នានិយាយទៅគឺថាមកជួនហ្នឹងគឺមានទូកច្រើនណាស់អញ្ចឹងអ្នកទាំងអស់គ្នាចង់ជីទូកមួយណាក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំបានកក់ទូកណាកែដើម្បីជីអញ្ចឹងណា ដោយសារតែទូកគាត់ចេញលឿនសម្រាប់មើលថ្ងៃលិចហ្មងខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាការជិះទូកណាអ្នកគ្នាចង់បង់លុយនៅកន្លែងទូកផ្ទាល់ក៏បានដែរឬមួយក៏អ្នកគ្នាទៅទិញសបុតក៏បានដែរគ្រាន់តែពេលដែលអ្នកទាំងអស់គ្នាទៅទិញសបុតអ្នកទាំងអស់គ្នាមកជិះទូកណាកែដូចខ្ញុំអញ្ចឹងព្រោះដោយសារតែទូកគាត់គឺចេញលឿនណាតែម៉ោង5កន្លះម៉ោង5:20អីហ្នឹងគឺគាត់ចេញហើយអញ្ចឹងភ្ញៀវដែលទៅឡែតឯហ្នឹងគឺតែទូកចេញចោលគឺចេញចោលទេណាដូចខ្ញុំជាក់ស្ដែងពេលហ្នឹងគឺថាខ្ញុំទៅទូកចេញចោលអ្នកអស់គ្នាដោយសារតែពេលហ្នឹងគឺដល់ម៉ោងគេចេញហ៎ហើយដល់ពេលអញ្ចឹងទៅខ្ញុំទៅឡែតមិនតិច តែពេលចឹងទៅទូកចេញបានអត់ឆ្ងាយអ្នកគ្នាអញ្ចឹងទៅគាត់ក៏បកត្រឡប់មកវិញដើម្បីយកពួកខ្ញុំឡើងទូកពេលដែលមកដល់លើទូកណាគឺថាឃើញបងប្អូនភ្ញៀវទេសចរដែលគាត់មកលេងកប៉ោតហ្នឹងគឺថាគាត់មកជិះទូកច្រើនមែនតើអ្នកគ្នាចាក់ស្ដែងពេលហ្នឹងគឺថាមេកំណោយផលថ្ងៃលិចក៏ស្អាតទៀតអូយមែនហើយនេះជិះមកដល់កន្លែង មកដល់ក្រុមស្ពានអាទេសភ្លើងអ្នកគ្នាអូយស្អាតខប់សេរីហ្មងណានិយាយទៅមកដល់កន្លែងហ្នឹងគឺយើងត្រូវអោនអ្នកគ្នាបើសិនជាអ្នកទៀបអីហ្នឹងគឺមិនបាច់អោនក៏បានដែរតែបើសិនជាគាត់ទៀងខ្ពស់អីហ្នឹងអាចនឹងទៅក្បាលលេងអញ្ចឹងណាដោយសារតែវារៀងទៀបដោយសារបើសិនជាទឹកវាឡើងអាចនឹងរៀងទៀបជាហ្នឹងទៀតអ្នកគ្នាអញ្ចឹងយើងត្រូវអោនកុំឲ្យទៅក្បាលលេងអញ្ចឹងណា និយាយទៅឲ្យតបានមកដល់កន្លែងហ្នឹងហើយជាមួយក្រុមស្ពានហ្នឹងនិយាយថាភ្ញៀវនឹងតែស្រែកហូមហ្មងអ្នកគ្នាទាំងបរទេសទាំងខ្មែរយើងណាសូម្បីតែខ្ញុំក៏សប្បាយដែរអ្នកគ្នាមកដល់លើទូនហ្នឹងឈៀលណាយូរមែនយើងអាចគយគន់មើលទេសភាពនៅតាមដងព្រែកហ្នឹងហើយជាពិសេសហ្នឹងនៅលើទូកហ្នឹងក៏គេមានលក់របស់ញ៉ាំដែរអ្នកគ្នាអាចធ្វើការកម្មងគេមានមណយមានអីអញ្ចឹងណាហើយនៅតាមដងព្រែកហ្នឹងអ្នកគ្នាអាចទស្សនាថ្ងៃលិចអូអ្នកគ្នា ថ្ងៃលិចឈៀសាហាវសែតមុំអីព្រោះគ្នាមកជីទូកម្នាក់ដឹងបាត់សែតហ្មងហើយបើថាមានសង្សារអីឆ្លោះគ្នាងក់ងោអីហ្នឹងគឺថាព្រោះគ្នាមកជីទូកមកដឹងតែត្រូវគ្នាវិញហើយនៅតាមដងព្រែកដូចខ្ញុំប្រាប់ចឹងអ្នកគ្នាមានរីសតមានអីមានគេជិះម៉ូតូទឹកដូចអ្នកគ្នាបានឃើញនៅតាមនៅក្នុងវីដេអូជាក់ស្ដែងអញ្ចឹងណាអូយអ្នកគ្នាឈៀលហ្មង ទាំងបរិយាកាសថ្ងៃលិចទាំងទេសភាពនៅតាមដងព្រែកហ្នឹងគឺថាអូយញ៉ាំបរិយាកាសឡើងឈៀលហ្មងអ្នកគ្នាហើយយើងក៏អាចគយគន់មើលសត្វស្លាបអ្នកគ្នាដូចសត្វកុកឃើញនៅក្នុងវីដេអូចាស់ស្ដែងអញ្ចឹងគឺវាហើវាមិនសូវជាច្រើនទេក៏ប៉ុន្តែបើសិនជាអ្នកគ្នាទៅចំពេលដែលវាហើជាហ្វូងអាចនឹងឃើញច្រើននិយាយមែនណាចំណាយលុយតែ 10000 រៀលជីទូកហ្នឹងគឺអ្នកគ្នានឹងទទួលបានបរិយាកាសមួយចោលថាប្លែកអារម្មណ៍ហ្មងបើសិនជាអ្នកគ្នាធ្លាប់ជិះរៀងច្រើនដងឯហ្នឹងរៀង ជាងសួមអីអញ្ចឹងណាតែបើអ្នកដែលគាត់ជិះលើត្បូងអីហ្នឹងគឺដឹងតែប្លែកអារម្មណ៍ហ្មងជាពិសេសហ្នឹងពេលដែលបានឃើញទេសភាពថ្ងៃលិចអ្នកគ្នាឡើងពណ៌ស្អាតបំផុតទៅក្រូច
អាណា sunset golden ហ្នឹងណាកັບសេរីខ្ញុំមិនដឹងថាត្រូវពណ៌នាធ្វើមិនឲ្យវាសមណាអ្នកនរគ្នាយីមែនហើយពេលដែលយើងជីបានមកសន្ទុះក្រោយហ្នឹងគឺយើងបានជីមកដល់កន្លែងនេះអ្នកនរគ្នាកន្លែងបុកលហុងតាកៅឬក៏បុកអ្នកនរគ្នាស្គាល់ឡោះបុកលហុងកំពង់ក្រែងហ្នឹងគឺជីមកដល់ហ្នឹងហើយគេមាន resort កាន់តែច្រើនទៀតអ្នកនរគ្នាអូយ resort លាក់ខ្លួននៅមកជួរដងព្រែកហ្នឹងអូយអ្នកនរគ្នាច្រើនកន្លែងហ្នឹងសូម្បីតែខ្ញុំក៏ខ្ញុំស្គាល់អត់អស់ដែរហើយមិនដឹងថាផ្លូវចូលតាមណាតាមណីទេតែសំខាន់ហ្នឹងជីទូកមើលថ្ងៃលេខចុះបានឃើញទេសភាពដងព្រែកហើយបានឃើញ resort អីច្រើនស្អាតអូយយើងមិនអ្នកគ្នាចង់តែមក holiday មកលេងកពតនេះមួយខែទល់មួយខែសៅទឹកឡើងចេះតែចង់មកតែមិនដឹងថាលុយវានៅណាយើងមែនអញ្ចឹងមិនលុយចេះតែមិនសល់ហ្នឹងឲ្យតែសៅទឹកឡើងងាកសាកថ្មងាកសាកថ្មហើយសាកថ្មរហូតសរុបមកវីដេអូគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបើសិនជាមានការនិយាយខ្វះខាតឬមួយក៏លើសលួសត្រង់សម្ដីណាមួយក៏អធិស្ឋានអ្នកទាំងអស់គ្នាផងសង្ឃឹមថាវីដេអូមួយនេះពេលដែលអ្នកទាំងអស់គ្នាទស្សនាហើយនឹងមានអារម្មណ៍ថាដូចបានជិះទូកគយគុណមើលទិដ្ឋភាពថ្ងៃលិចជាមួយនឹងខ្ញុំដែរហើយបើសិនជាអ្នកទាំងអស់គ្នាចង់កក់សមុទ្រកក់ទូកអីហ្នឹងគឺអ្នកទាំងអស់គ្នាខ្ញុំនឹង pin Google Map កន្លែងដែលខ្ញុំទៅកក់សមុទ្រហ្នឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ